ជីហ្វាទីបំផុតឯងមកហើយសៀមអីអូនចាំមិនទៅហើយសៀមអីក្រោកឡើងចាំមិនទៅហើយអូយស្លាប់ហើយទៅទាំងហើយអូជីអើយគាត់គួរឲ្យខ្លាចខ្លាំងណាស់ពេលតែខាប់ខ្ញុំស្លាប់បាត់ទៅហើយគាត់សម្លក់ខ្ញុំហើយបញ្ចេញចង្កូមខ្ញុំខ្លាចខ្លាំងណាស់កុំខ្លាចអញ្ចឹងថាបានជាយើងឈឺបេះដូងរហូតហើយញាក់តបភ្នែកទៀតតើឯងឈឺនៅណាឆាប់ប្រាប់ជើងភ្លាមមកកូនហ្វាម៉ែគឺម៉ែរបស់ឯងណាឬក៏ឯងមិនស្គាល់ម៉ែទេអ្នកប្រុសទី2គេជាបិសាចហើយសម្រាប់គេចោលទៅអូចេសម្រាប់យើងល្អអញ្ចឹងឯងសម្រាប់យើងទៅប៉ុន្តែពេលសម្រាប់យើងហើយឯងកុំស្ដាយក្រោយសម្រាប់ទៅសម្រាប់យើងទៅមិនអីទេខ្ញុំចេះដាក់ក្បាច់ពូថៅនោះអូជី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 សម្រាប់ទៅបើគ្រាន់បើសម្រាប់យើងទៅសម្រាប់ទៅកូនហ្វាជប់ភ្លាមមិនបានទេព្រះអង្គម្ចាស់កូនសំណប់តែរបស់បងគេចង់សម្រាប់ខ្ញុំហើយវិសាចឆ្មាអញនេះហ៊ានចូលសន្ធិដ្ឋក្នុងខ្លួនរបស់លោកស្រីផងសន្ធិដ្ឋលើខ្លួនអ្នកណាក៏ដូចគ្នាដែរយើងនឹងសម្រាប់ពួកឯងទាំងអស់គ្នាចោលកូនហ្វាកុំអាលធ្វើអីចាំពុកសួរនាងសិនហើយđâyបានជានាងសន្ធិដ្ឋក្នុងខ្លួនប្រពន្ធយើងមានគំនុំអីជាមួយគ្នាប្រកាសជាមានសន្ធិដ្ឋនៅក្នុងខ្លួនរបស់ប្រពន្ធឯងយើងមិនបានសម្រាប់គេទុកថាក្រាន់បើហើយពេលពួកឯងសម្រាប់មនុស្សសំណាក់ហើហេតុអីក៏ពួកឯងមិនគិតថាអាក្រក់ផងទេយើងអត់បានសម្រាប់មនុស្សសំណាក់ហើទេអត់ទៀតទេពួកឯងធ្វើឲ្យកាំងហើស្លាប់ជឿអត់បានសម្រាប់មីតបកាននោះទេលោកមីតបកាននៅឡៃចិនជីបានទៅដំណាក់ហើដើម្បីស៊ើបរឿងឃាតករដែលសម្រាប់អ្នកស្នាហើពួកឯងនិយាយនេះគឺជាការពិតទេពិតមែនហើយយើងអត់សម្រាប់កាយហត់ទេលោកអបរាជយើងនិយាយទាំងប្រមាណសុទ្ធតែជាការពិតទាំងអស់យើងអ្នកប្រុសទី2នឹងបង្ហាញរូបរាងដើមឲ្យឆាប់សម្លាប់ទៅហើយចាមិនក៏ឲ្យនឹងរត់រួចអញ្ចឹងមិនអីទេដើមទ្រូងនេះត្រូវមួយពុទ្ធៃទៅហើយគួរទៅរស់លេងបានហើយខ្ញុំគិតថានៅតែណាមិនឆ្ងាយទេមើលទៅខ្ញុំគួរទៅរៀបចំសេចក្ដីសាជាថ្មីដើម្បីកុំឲ្យពួកបិសាចចេញចូលតាមចិត្តពេកកូនហ្វាឲ្យមកវិញពីកាអូមិនអីទេព្រះអង្គម្ចាស់តើមានរឿងអី